សួស្តីបងប្អូនបងពិតជារីករាយណាស់ដែលបានមកជួបជាមួយគ្នាសាជាថ្មីម្ដងទៀតថ្ងៃនេះបងមានសំណួរចង់សួរមកកាន់បងប្អូនទាំងអស់គ្នាតើបងប្អូនមានអាយុប្រមាណឆ្នាំហើយតើបងប្អូនដឹងទេថានៅក្នុងព្រះគម្ពីរមានស្ដេចមួយអង្គឡើងសោយរាជ្យក្នុងអាយុស្របាលនឹងបងប្អូនតើទ្រង់មានព្រះនាមអ្វីថ្ងៃនេះយើងនឹងស្ដាប់រឿងជាមួយគ្នាដែលដកស្រង់ចេញពីព្រះគម្ពីរដែលមានចំណងជើងថាស្ដេចយ៉ូសៀកាលពីយូរលង់ណាស់មកហើយអាណាចក្រយូដាជួបប្រទះភាពវឹកវរស្ដេចជាច្រើនបានបំភ្លេចព្រះជាម្ចាស់ហើយបែរទៅថ្វាយបង្គំរូបព្រះដែលជាព្រះមិនពិតប៉ុន្តែពេលនោះមានស្ដេចមួយអង្គព្រះនាមថាយ៉ូសៀជាស្ដេចក្មេងជាងគេបានឡើងគ្រងរាជ្យទ្រង់បានឡើងគ្រងរាជ្យក្នុងព្រះជន្មាយុ8ព្រះវស្សាពេលធំឡើងទ្រង់បានឃើញភាពវឹកវរនិងការអាក្រក់ជាច្រើននៅក្នុងនគរតែទ្រង់បានជ្រើសរើសដើរតាមផ្លូវដ៏ល្អរបស់បុព្វបុរសរបស់ទ្រង់គឺស្ដេចដាវីតទោះជានៅពេលនោះទ្រង់មានព្រះជន្មវ័យក្មេងក៏ដោយទ្រង់បានសម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវហើយបានថ្វាយចិត្តរបស់ទ្រង់ទាំងស្រុងទៅដល់ព្រះអង្គម្ចាស់ពេលយ៉ូសៀមានព្រះជន្ម26ព្រះវស្សាទ្រង់បានចាប់ផ្ដើមព្រះរាជកិច្ចដ៏ធំរបស់ទ្រង់គឺការជួសជុលព្រះវិហារនៃព្រះអង្គម្ចាស់នៅក្រុងយេរូសាឡិមដែលចាស់ទ្រុឌទ្រោមហើយត្រូវបានគេបោះបង់ចោលជាច្រើនឆ្នាំមកហើយទ្រង់មានបន្ទូលទៅកាន់លោកសាផានចូលយកប្រាក់នេះទៅឲ្យហ៊ីលគីយ៉ាជាសម្ដេចសង្ឃបើកឲ្យកម្មករដើម្បីជួសជុលព្រះវិហារនៃព្រះអង្គម្ចាស់ឡើងវិញជាងឈើជាងសំណង់និងកម្មករបានរវល់ញាប់ដៃញាប់ជើងវាយដែកនិងបោសសម្អាតធូលីដែលកកផ្ដុំព្រោះព្រះវិហារត្រូវបានគេទុកចោលជាច្រើនជំនាន់ពេលកំពុងត្រួតពិនិត្យការជួសជុលលោកហ៊ីលគីយ៉ាជាសម្ដេចសង្ឃបានកកាយគំនរកំទេចកំទីក្នុងបន្ទប់ផ្ទុករបស់របរដែលគេបោះបង់ចោលមួយកន្លែងហើយនៅទីនោះគាត់ក៏បានរកឃើញគម្ពីរវិន័យដែលជាបទបញ្ញត្តិរបស់ព្រះជាម្ចាស់បានប្រទានតាមរយៈលោកម៉ូសេរាប់ទសវត្សរ៍លោកហ៊ីលគីយ៉ាជាសម្ដេចសង្ឃបាននិយាយទៅកាន់លោកសាផានថាមើលសាផានខ្ញុំបានរកឃើញគម្ពីរក្រឹតវិន័យនៅក្នុងព្រះវិហារនៃព្រះអម្ចាស់ភ្លាមនោះលោកសាផានក៏យកគម្ពីរវិន័យនោះមកអានកាលសាផានបានអានហើយលោកក៏ប្រែទឹកមុខរន្ធត់ក្នុងចិត្តមួយរំពេចនេះជាសេចក្តីពិតរបស់ព្រះជាម្ចាស់ហើយទ្រង់បង្ហាញថាសាសយូដាបានបោះបង់ទ្រង់ហើយដើរចេញពីផ្លូវរបស់ព្រះអង្គរំពេចនោះលោកបានប្រញាប់ប្រញាល់រត់ត្រឡប់ទៅព្រះរាជវាំងវិញទាំងដង្ហក់ទាំងដៃកាន់គម្ពីរវិន័យបុរាណដ៏មានតម្លៃនោះជាមួយផងពេលទៅដល់ព្រះរាជវាំងភ្លាមលោកបានទូលទៅកាន់ស្ដេចយ៉ូសៀថាព្រះករុណាជាព្រះអម្ចាស់របស់ទូលបង្គំសម្ដេចសង្ឃហ៊ីលគីយ៉ាបានរកឃើញគម្ពីរវិន័យរបស់ព្រះអង្គម្ចាស់ក្នុងពេលជួសជុលព្រះវិហារហើយលោកសាផានចាប់ផ្ដើមអាននៅការព្រមាននិងព្រះពរដ៏មានតម្លៃដែលមានចែងក្នុងគម្ពីរវិន័យឲ្យស្ដេចយ៉ូសៀទ្រង់សណ្ដាប់នេះជាការសន្យាអំពីការជំនុំជម្រះសម្រាប់ការមិនស្ដាប់បង្គាប់ព្រះជាម្ចាស់កាលស្ដេចយ៉ូសៀបានឮពាក្យទាំងនេះទ្រង់យល់ពីគ្រោះថ្នាក់ដែលរាជរបស់ទ្រង់នឹងត្រូវជួបប្រទះទ្រង់ឈឺចាប់ជាខ្លាំងទ្រង់ក៏ហែកព្រះពស្ត្ររបស់ទ្រង់ជាសញ្ញានៃការប្រែចិត្តយ៉ាងជ្រាលជ្រៅរួចទ្រង់ក៏មានបន្ទូលថាចូលទៅហើយទូលសួរព្រះអម្ចាស់នៃយើងនិងជាព្រះនៃប្រជារាស្ត្រទាំងអស់ថាតើទ្រង់ចង់មានព្រះបន្ទូលយ៉ាងដូចម្ដេចខ្លះអំពីគម្ពីរវិន័យនេះតើយើងមិនបានគោរពតាមទ្រង់អ្វីខ្លះបងប្អូនដឹងទេពេលនោះស្ដេចយ៉ូសៀបានចាត់សម្ដេចសង្ឃហ៊ីលគីយ៉ាសាផាននិងអ្នកឯទៀតឲ្យទៅបំពេញបេសកកម្មជាបន្ទាន់ដើម្បីទូលសូមប្រាជ្ញាពីព្រះអង្គម្ចាស់ពួកគេបានទៅដល់ក្រុងយេរូសាឡិមជាកន្លែងដែលពួកគេបានរកឃើញនាងហុលដាជាហោរានៃព្រះដែលជាស្ត្រីម្នាក់អាចឮព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងច្បាស់ពេលទៅដល់លោកហ៊ីលគីយ៉ាបាននិយាយទៅកាន់នាងហុលដាថាព្រះបាទយ៉ូសៀបានហែកព្រះពស្ត្ររបស់ទ្រង់ដោយសារយើងបានរកឃើញគម្ពីរវិន័យរបស់ព្រះជាម្ចាស់ហើយយើងខ្លាចសេចក្តីក្រោធរបស់ព្រះមានចំពោះយើងខ្ញុំទាំងអស់គ្នាពេលឮហើយនាងបាននិយាយថាព្រះអម្ចាស់មានព្រះបន្ទូលថាគ្រោះមហន្តរាយនឹងកើតឡើងលើទឹកដីនេះនិងប្រជាជនរបស់ខ្លួនជាពិតប្រាកដដោយដែលគម្ពីរបានចែងនិងពិពណ៌នាជាប្រាកដព្រោះពួកគេបានបោះបង់ទ្រង់ចោលនាងបន្ថែមទៀតថាប៉ុន្តែចូលប្រាប់ស្ដេចយ៉ូសៀថា
ដោយសារចិត្តរបស់អ្នកទុនខ្សោយហើយអ្នកបានបន្ទាបខ្លួននៅចំពោះព្រះអង្គម្ចាស់នោះគ្រោះមហន្តរាយនឹងមិនកើតឡើងក្នុងជំនាន់របស់អ្នកឡើយរហូតដល់ពេលជំនាន់អ្នកទាំងអស់គ្នាស្លាប់អស់ហើយកន្លងផុតទៅបន្ទាប់មកលោកហេលគីយ៉ានិងសាផានបានត្រឡប់ទៅឯយូស៊ីវិញរៀបរាប់ប្រាប់ពីសារព្រមាននេះនិងការអរព្រះគុណដល់ទ្រង់តាមរយៈហោរាហូដាយូសៀបានអរព្រះគុណព្រះអង្គម្ចាស់ចំពោះសេចក្តីមេត្តារបស់ព្រះអង្គពេលឮដំណឹងនេះហើយស្ដេចយូសៀបានប្រមូលពួកចាស់ទុំនៃស្រុកយូដានិងប្រជាជនទាំងអស់ទាំងអ្នកមានអ្នកក្រជុំគ្នានៅឯព្រះវិហារពេលនោះទ្រង់បានឈរនៅចំពោះមុខពួកបណ្ដាជនហើយបានអានគ្រប់ទាំងព្រះបន្ទូលដែលមានចែងនៅក្នុងព្រះគម្ពីរវិន័យរបស់ព្រះជាម្ចាស់ដោយរំលឹកពួកគេអំពីលក្ខខណ្ឌតម្រូវនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ស្ដេចយូសៀបានមានព្រះបន្ទូលថាចាប់ពីពេលនេះតទៅចូលយើងតាំងសញ្ញាជាថ្មីយើងនឹងដើរតាមព្រះអម្ចាស់ដោយអស់អំពីចិត្តរបស់យើងហើយទ្រង់បានធ្វើដូច្នេះមែនទ្រង់បានកម្ចាត់និងកំទេចរូបព្រះគ្រប់បែបយ៉ាងទាំងអាសនៈនៃព្រះផ្សេងៗហើយបានដឹកនាំសាសយូដាឲ្យត្រឡប់ទៅបម្រើព្រះពិតតែមួយអង្គវិញតាមរយៈសាច់រឿងនេះស្ដេចយូសៀបង្រៀនយើងថាគ្មានពេលណាដែលយឺតពេលពេកក្នុងការត្រឡប់ទៅរកព្រះបន្ទូលព្រះហើយគោរពតាមដោយអស់ពីចិត្តរបស់យើងឡើយតាមបទគម្ពីរពងសាវតារក្សត្រខ្សែទី2ជំពូក23ខ25ស្ដេចយូសៀបានបង្ហាញឲ្យយើងឃើញអំពីអំណាចនៃការប្រែចិត្តដ៏ពិតនិងការស្ដាប់បង្គាប់ព្រះនៅពេលដែលយើងឮព្រះបន្ទូលព្រះយើងត្រូវឆ្លើយតបដោយភាពរាបទាបព្រមទាំងសារភាពកំហុសរបស់យើងហើយបដិញ្ញាថាយើងនឹងធ្វើតាមព្រះជាម្ចាស់ទាំងស្រុងការស្វែងរកការណែនាំរបស់ព្រះនិងការស្អាងជីវិតរបស់យើងគឺជាជំហានដ៏សំខាន់បំផុតក្នុងការឆ្ពោះទៅរកការរស់ឡើងវិញនៃជីវិតខាងព្រលឹងវិញ្ញាណ